PAG រដូវកាលនេះដូចគ្នាប្រិមិត្តបាទញោមញីជាមួយនឹងបញ្ហារបួសអាក្រក់ហាក់គីមីបាទមើលពេលដែលបាត់គាត់មករយៈមុនឃើញទេបាទមានបញ្ហាបាទលេងអត់សូវបានល្អទេឥឡូវនេះកាវ៉ារ៉ាត់ស្កេលៀបាទក៏របួសដែរអញ្ចឹងប្រិមិត្តបាទដូចខ្ញុំតែងលើកឡើងអញ្ចឹងបាទគេហៅថាអធិរាជ UEFA Champions League មិននឹកស្មាននោះគឺ Real Madrid បាទអ្វីដែលមិននឹកស្មានមិនមែនគាត់លើកច្រើនជាងគេទេគឺគាត់អាចលើកស្ទួនបានបានវាជារឿងមួយដែលអស្ចារ្យមែនទែនបាទហើយបើសិនជាយើងនិយាយពីក្លឹបផ្សេងវិញណាបាទដូច Manchester City ឃើញទេបាទលើក UEFA Champions League ហើយរៀងធ្លាក់ហ្មងដុនដាបបន្តិចបាទហើយយើងមើល Chelsea មើលលើក UEFA Champions League មករៀងធ្លាក់បន្តិចទៀតបាទហើយលើ Paris នេះក៏ស្រដៀងគ្នាដែរបាទអញ្ចឹងមានន័យថាឆ្នាំមុនលើក UEFA Champions League ឆ្នាំនេះវាអាចនឹងយ៉ាប់ទៀតអញ្ចឹងក្នុងចំណោមទាំងអស់យើងឃើញហើយមានតែ Real Madrid នេះឯងដែលយើងនិយាយថាដែលរហស្សនាមរបស់គាត់បាទអធិរាជ UEFA Champions League នេះឯងបាទតែយ៉ាងណាមិញគឺសិតតែ Superstar ហើយបាទសម្រាប់ Real Madrid បាទតែតួយ៉ាងណាមិញបាទគឺសម្រាប់ Paris ខ្ញុំគិតថាមានភាពតានតឹងហើយនៅរដូវកាលនេះបាទប្រិមត្តឃើញទេអាសាររបួសកីឡាករណាបាទជាធម្មតាទេប្រិមត្តបាទកីឡាករកាលណាប្រឹងខ្លាំងនៅក្នុងរដូវកាលមួយដែលលើកពានហើយរដូវកាលក្រោយគាត់តែងតែមានបញ្ហាមួយចំនួន